បាទខ្ញុំកណាខ្ញុំបាទស៊ូបសាសូមថ្វាយបង្គំព្រះសង្ឃជាទីគោរពសក្ការៈសូមគោរពសូមជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាតិកម្ពុជាក៏ដូចជានៅក្រៅស្រុកផងដែរដោយក្តីគ្រប់របបានបាទខ្ញុំស៊ូបសានៅខាងក្រុមហ៊ុននៃ Argo Cambodia ដែលជាក្រុមហ៊ុនដែលមានសេវាកម្មវិគ្រោះច្បល់ក្នុងការរៀបចំជួយរៀបចំឯកសារបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងដែលមានចេតនាចង់ដាក់ដំណងទៅធ្វើការនៅសហរដ្ឋអាមេរិកនៅក្រមកម្មវិធី EB3 បងប្អូនបាទในកម្មវិធី EB3 នេះគឺជាកម្មវិធីនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ឱកាសឲ្យមនុស្សម្នាទូទាំងពិភពលោកដើម្បីទៅធ្វើការនៅសហរដ្ឋអាមេរិកជាអ្នកបងប្អូនតាមរយៈកម្មវិធី EB3 នេះគឺជាកម្មវិធីគេហៅថាការងារដោយគ្មានជំនាញអង់គ្លេសថា unskilled labor បាទ unskilled labor នេះគឺជាការងារដែលគ្មានជំនាញគឺបានស្ដីថាដែលសហរដ្ឋអាមេរិកត្រូវការកម្លាំងទៅធ្វើការនៅអាមេរិកគឺគេត្រូវការតែមនុស្សណាដែលគ្រប់អាយុចាប់ពី8 10ឆ្នាំឡើងទៅបាទដែលចាប់ពី8 10ឆ្នាំទៅរហូតដល់ខ្ទង់50ឆ្នាំឲ្យតែមានកម្លាំងពលំនៅល្អបាទគឺអ្នកអាចដាក់ដំណងទៅធ្វើការនៅក្រោមកម្មវិធីការងារដែលមិនត្រូវការជំនាញបានចឹងបាទដូច្នេះបងប្អូនបើកណាឮបងប្អូនឮខ្ញុំបញ្យល់ថាកម្មវិធី EB3 គឺជាកម្មវិធីប្រភេទ Visa របស់សហរដ្ឋអាមេរិកដែលគេឲ្យទៅមនុស្សជុំវិញពិភពលោកដើម្បីធ្វើការនៅសហរដ្ឋអាមេរិកចឹងណាបាទតាមរយៈកម្មវិធីការងារដែលគ្មានជំនាញគឺមិនចាំបាច់មានជំនាញទេបងប្អូនណាបាទគឺបងប្អូនគ្រាន់តែមានកម្លាំងកាយមានកម្លាំងប្រាជ្ញាអាចនិយាយគ្នាបានឆ្វេងស្ដាំលើក្រោមចឹងទៅលើកដាក់អញ្ចឹងទៅគឺអាចទៅធ្វើការបានហើយចឹងបាទដូច្នេះសំខាន់ណាស់គឺនៅសុខភាពរឹងមាំដែលអាចដែលលើកចានកាទៀវបានដែលអាចលើកអ្នកកញ្ឆេបានដែលអាចលើកកូនសោឡានពួកយើងទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធី EB3 ដែលជាកម្មវិធីការងារដែលមិនចាំបាច់ត្រូវការជំនាញគឺបានស្គាល់តែយើងធ្វើការនៅក្នុងភោជនីយដ្ឋានធ្វើការនៅក្នុងរោងចក្រធ្វើការនៅក្នុងរោងជាងឬក៏រោងសិប្បកម្មផ្សេងទៀតជាបងប្អូនណាបាទនេះដែលគេនិយាយថាដែលទៅធ្វើការនៅអាមេរិកដែលខ្ញុំស៊ូមសាក់នៅខាងក្រុមហ៊ុន Argo Cambodia ដែលជួយរៀបចំជួយពិគ្រោះច្បល់សំទោសដែលជួយបងប្អូនគឺដើម្បីទៅធ្វើការយ៉ាងដូចនេះឯងចឹងណាបងប្អូនណាបាទមិនមែនថានៅទៅធ្វើការនៅសហរដ្ឋអាមេរិកឬលោកគ្រូសាក់ថាធ្វើការនៅអាមេរិកគេដាក់ដំងសិនវិញក្រៃលោកបានទៅធ្វើការនៅសតវិមានអាមេរិកកាំងអត់ទេបាទក៏ប៉ុន្តែបើសិនតែបងប្អូនណែចង់ទៅធ្វើការនៅសតវិមានអាមេរិកកាំងក៏បងប្អូនអាចដាក់ដំងបានដែរមែនទៅបាទអញ្ចឹងបាទក្នុងឋានៈជាអ្នកជំនាញអ្វីសំទួននិយាយបើកខ្យល់លេងបន្តិចក៏ប៉ុន្តែបងប្អូនត្រូវមានជំនាញសេដ្ឋកិច្ចនយោបាយស្មាតទោះនិយាយលេងផងដែរបើសិនជាតពេកធំតែទៅគឺបានប៉ុណ្ណឹងមកគឺលោក Donald J. Trump ដែលគាត់យកទៅធ្វើការបាទអាចថាជួយគិតគូគាត់ពីរឿងសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់បាទអញ្ចឹងទៅចំណាប់បងប្អូនណាអានេះវាមានអញ្ចឹងដែរចំណាប់បងអូខេអញ្ចឹងងាកមកវិញសម្បត្តិវងកញ្ចក់ងាកមកវិញអ្វីដែលខ្ញុំលោកគ្រូប៊ុនសាកំពុងនិយាយនេះជម្រាបជូនបងប្អូនពីរឿងកម្មវិធីទៅធ្វើការនៅសហរដ្ឋអាមេរិកដែលហៅថាកម្មវិធី EB3 គឺជាកម្មវិធីការងារដែលបងប្អូនត្រូវមកជួបខ្ញុំលោកគ្រូស៊ូមសាហ្នឹងដើម្បីខ្ញុំជួយរៀបចំដំណងដាក់ទៅអាមេរិកគឺនៅក្រោមកម្មវិធី EB3 ដែលបានសក្តីថាគឺកម្មវិធីការងារទៅធ្វើការនៅអាមេរិកដែលត្រូវការជំនាញអត់ត្រូវការទេបាទមិនត្រូវការទេត្រូវការតែរឿងពីរធំបាទរឿងទី1គឺប្រែមកថាកម្លាំងពលំនេះហើយបាទលើកូនសោឡាបានបាទលើកូនសោឡានបានលើកាទៀវបានបាទធ្វើការនៅក្នុងរោងចក្ររោងជាងបានជាណាបងប្អូនណាបាទគឺកម្លាំងនេះទាំងកម្លាំងកាយដែលអាចនិយាយគ្នាបានហើយទាំងកម្លាំងប្រាជ្ញាបាទកម្លាំងប្រាជ្ញាគឺចេះបូកលេខទៅ2 + 2 4ចឹងទៅបងប្អូនណាបងប្អូនចេះមកកកោហើយហ្នឹងបាទចេះបូកលេខណា go forward ណាទៅមុខណា go back ថយក្រោយណា turn right បត់ឆ្វេងចឹងណាបាទ turn left បត់ស្ដាំតិចយូរចឹងទៅបាទហើយអង់គ្លេសក៏បើកណាបងប្អូនសម្រាប់ចិត្តដាក់ដំងមកជួបជុំគ្រូប៊ុនសាក់ដាក់ដំងហើយគឺបងប្អូនចាប់ផ្ដើមរៀនអង់គ្លេសបាទ I go to school I go to work how are you ចឹងទៅចាប់ផ្ដើមរៀនបដើហើយដល់បងប្អូនដាក់ដំងនៅជាមួយក្រុមហ៊ុន Argo Cambodia គឺបងប្អូនដាក់ទៅបានជាប់នៅក្នុងរយៈពេលយ៉ាងយូរ3ឆ្នាំបានចេញដូចជាតម្រុំបានចេញបងប្អូនចេះអង់គ្លេសបាទហើយហ្នឹងយល់ចេះអង់គ្លេសបាទហើយហ្នឹងមែនទេបាទចឹងណាបាទដូច្នេះណែចាប់ពីឥឡូវទៅគឺបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាបាទទាំងក្នុងទាំងក្រៅស្រុកចឹងណាបាទ
បាទឃើញខ្ញុំសួរបច្ចៈបញ្យលពីកម្មវិធី EB3 នេះបងប្អូនឃើញ EB3 ទេបាទក្នុងក្រោយខ្នងខ្ញុំគឺមានន័យថាជាកម្មវិធីការងារទៅធ្វើការនៅអាមេរិកដែលគេមិនត្រូវការជំនាញគឺត្រូវការតែកម្លាំងកាយបាទទាំងកម្លាំងកាយទាំងកម្លាំងបញ្ញាញាណដែលចេះបាតចាស់ជាមួយគ្នាគឺនៅទៅធ្វើបានហើយចឹងណាបងប្អូនណាបាទដូច្នេះបងប្អូនឃើញខ្ញុំបញ្យលពីកម្មវិធី EB3 គឺសូមរីករាយទាក់ទងខ្ញុំដែលតាមលេខទូរស័ព្ទដែលខ្ញុំដាក់នេះឬក៏តាមឆាតចឹងណាបាទហើយបងប្អូនឃើញខ្ញុំកន្លែងណាគឺបងប្អូនឆាតមកខ្ញុំទូរស័ព្ទបសួរខ្ញុំ Telegram បសួរខ្ញុំក៏បានដែរចឹងណាបងប្អូនបាទដើម្បីអ្នកយើងជួបគ្នាហើយពិគ្រោះគ្នាឲ្យបានទលំទលាយឲ្យបានជំនាញថាមើលលោកសាបាទកម្មវិធី EB3 នេះដែលកម្មវិធីការងារមានជំនាញនេះវាមានខ្លឹមសារវាមានសារៈប្រយោជន៍យ៉ាងម៉េចគឺកុំទៅទាល់បងប្អូនណាបាទបងប្អូនឆាតមកសួរខ្ញុំដើម្បីខ្ញុំបម្រើជូនផ្ដល់យោបល់ព័ត៌មានឲ្យបានច្បាស់លាស់ដើម្បីបងប្អូនមានភាពកក់ក្ដៅក្នុងការដាក់ដំងទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធី EB3 ណាយើងខ្ញុំនៅក្នុងនាមក្រុមហ៊ុន Argo Cambodia ដែលជាក្រុមហ៊ុនមានជំនាញពិគ្រោះយោបល់ក្នុងការធ្វើអន្តរប្រវេសន៍ដែលមានន័យថាបងប្អូនចេញពីកម្ពុជាទៅអាមេរិកហ្នឹងគឺមានតែកិច្ចការធ្វើអន្តរប្រវេសន៍គឺខាងខ្ញុំជួយរៀបចំតាមផ្លូវច្បាប់ជូនបងប្អូនអរគ្នាចឹងណាបាទហើយនៅរឿងតម្លៃសេវាកម្មផ្សេងបងប្អូនសួរខ្ញុំឥឡូវក៏បានមិនទាន់សួរក៏បាននឹងឆាតមកសួរខ្ញុំចឹងក៏បានដែរចឹងណាបងប្អូនប៉ុន្តែសំខាន់ខ្ញុំគាត់ឲ្យបងប្អូនចាប់អារម្មណ៍សិនតែមើលលោកបុត្រសាស្ត្រដែរកម្មវិធី EB3 ដែលធ្វើការគ្មានជំនាញយ៉ាងម៉េចគឺមានន័យថាកិច្ចការក្នុងឋានៈយើងជាមិនជាមន្ត្រីទេគាត់ជាកម្មករជំនាញដែលចេះមូលខ្យល់ឡានអញ្ចឹងទៅបាទចឹងណាបងប្អូនកិច្ចការហ្នឹងចឹងណាធ្វើការតាមហាងតាមរោងចក្ររោងជាអញ្ចឹងទៅចឹងណាបងប្អូនណាបាទស្រួលណាស់បាទដូច្នេះរឿងនេះបច្ចុប្បន្ននេះគឺមិនចាំបាច់ថាបងប្អូនចង់ទៅអាមេរិកចឹងណាបងប្អូនណាបាទមិនចាំបាច់ថាបងប្អូនមានសាច់ញាតិណាជាអ្នកធានាទៅបានទៅអាមេរិកមិនចាំបាច់តែបងប្អូនមានគូសង្សារគូស្នេហ៍ដែលគេធានាទៅបងប្អូនបានទៅអាមេរិកណាមិនចាំបាច់តែបងប្អូនមើលលាក់ជាជនភៀសខ្លួនបានទៅអាមេរិកមិនបាច់ទេចឹងណាបងប្អូនណាបាទគឺដើម្បីទៅអាមេរិកបានមានរឿងពីរផ្សេងទៀតសាមញ្ញទីបំផុតឲ្យដល់បងប្អូនធ្វើបានជំរឿនទី1ដែលបងប្អូនទៅអាមេរិកបានយ៉ាងស្រួលគឺមកដាក់ដំងជាមួយខ្ញុំលោកគ្រូស៊ូមនសាតាមរយៈកម្មវិធី EB3 ទៅធ្វើការនៅអាមេរិកតាមរយៈកិច្ចការគ្មានជំនាញនេះឯងនេះហើយគឺជាមធ្យោបាយដែលទៅអាមេរិកណាបាទបងប្អូនដាក់កម្មវិធីនេះគឺបងប្អូនទៅភ្លាមមានការងារធ្វើមិនថាចឹងពីព្រោះកម្មវិធី EB3 ហ្នឹងបើកាលណាបងប្អូនមកដាក់ដំងគឺខាងខ្ញុំ Argo Cambodia ហ្នឹងគឺជាអ្នករកកន្លែងការងារឲ្យបងប្អូនធ្វើឲ្យបានសិនបានបងប្អូនមកដាក់ដំងតែបងប្អូនដាក់ដំងគឺមានន័យថាម៉េចដាក់ដំងឲ្យជាប់គឺបងប្អូនមានកន្លែងការងារធ្វើនៅអាមេរិកតែម្ដងចឹងបាទអានេះគឺចឹងបាទអញ្ចឹងកិច្ចការខាងខ្ញុំគឺកិច្ចការពិគ្រោះយោបល់ជួយរៀបចំឯកសារក្តារស្នាម paperwork ជូនបងប្អូនក្នុងការបំពេញកិច្ចក្នុងការបំពេញនីតិវិធីដើម្បីដាក់ដំងទៅធ្វើការនៅអាមេរិកតាមរយៈកម្មវិធីគ្មានជំនាញរួមទាំងការគិតគូរពីរឿងផ្លូវច្បាប់តាំងពីរកកន្លែងការងារធ្វើតាំងពីអ្វីទាំងអស់នឹងថាមកស្រួលចឹងតែម្ដងជានឹងប្រព័ន្ធមកស្រួលចឹងមកនេះហើយគឺជាមធ្យោបាយដែលទៅនៅអាមេរិកធ្វើការនៅអាមេរិកហើយកម្មវិធីចេះទៀតបងប្អូនណាបាទកម្មវិធី EB3 ទាំងម៉េចបងប្អូនវាលយយ៉ាងម៉េចលយត្រង់ថាបើកាលណាបងប្អូនដាក់ដំងតាមរយៈក្រុមហ៊ុនយើងខ្ញុំ Argo Cambodia ទាក់ទងខ្ញុំលោកគ្រូស៊ូបណ្ដានេះថាបើកាលណាបងប្អូនបានមានឱកាសប្រឡងជាប់បានទៅធ្វើការនៅអាមេរិកហើយដឹងមិនទេបងប្អូនក្នុងមួយគ្រួសារណាក្នុងមួយគ្រួសារបងប្អូនប្តីប្រពន្ធ2ហើយកូន3ចឹងណាបាទបងប្អូនប្តីប្រពន្ធ2នាក់ណា2នាក់ហើយបងប្អូនមានកូន3 5នាក់បើកាលណាតែប្តីប្រឡងជាប់បានទៅធ្វើការនៅអាមេរិកតាមរយៈកម្មវិធី EB3 នេះគឺនៅពេលដែលជាប់ហើយគឺមកគ្រួសារបងប្អូននេះទៅទាំងអស់គ្នាបាទបងប្អូនគាត់តែលក់ដីកន្លះហិកតាកន្លែងណាមួយយកលុយទិញនៅសវត្តកប៉ាល់បានបើកាលណាតើបងប្អូនបានប្រឡងជាប់ទៅធ្វើការហើយគឺបងប្អូនទៅអាមេរិកទាំងអស់គ្នាណាផលប្រយោជន៍មួយទៀតនៅពេលដែលបងប្អូនបានទៅធ្វើការនៅអាមេរិកតាមរយៈកម្មវិធី EB3 នេះហើយហ្នឹងមិនទេបងប្អូនមានឱកាសក្លាយទៅជាពលរដ្ឋអាមេរិកបងប្អូននៅធ្វើការអាមេរិកបានរយៈពេលតែ5ឆ្នាំគឺបងប្អូនមានសិទ្ធិប្រឡងចូលសញ្ជាតិអាមេរិកទៀតចឹងបាទអញ្ចឹងផលប្រយោជន៍នៅពេលដែលប្រឡងជាប់បានទៅធ្វើការនៅអាមេរិកតាមរយៈកម្មវិធី EB3
tí mùi bong bồn bỏ long chua phim nè bong bồn bỏ long chua phim nè bỏ ban chua ban visa bị than tôi làm đây càng như cái bài bọc nôm nè bài bọc nôm dưới nè mà ban hái nè cứ bong bồn ở tại cái confirm thay chua hái cứ bong bồn nè min mà cruza pram nè bong bồn tờ làm đây thì ngọc nhỉ tờ đó làm đây đây thui ca nó rộng chặt tới cái này để như bàn tiện tục như son nhạc nhé TP và pun ai từ thơ ca bàn này np là có đây ban chốt từ thơ cá np là ban tơ ở đấy và pun ai thơ ca bàn này hãy côn riêng đời free bắt bài ở lui thế nè np là côn có vào dụ châu riêng giả la hỡi riêng đời free mày ở lui nó đòi dụ đầm bay sẵn bà riêng free bà chỉ là này cứ cho Paul giỏi nè ở đây chúa tơ ở đây thì ngọc kia và pun ai thơ ca bàn côn riêng đòi free đời mạch ở lui lỗ đòi dụ đầm 8 năm nơi ở đây group rẽ phía 5 năm miền sức bảo long cho sinh chiến đời chứ phải lo nè bảo quần á lo nè bạn nè chân là bảo quần miền ca chào bảo cứ xong để chat mà khi ông tam lấy telegram ấy bà chat mà khi ông đầm bay bảo quần su non bạc thành thì hay khi ông nâng chơi bảo quần mà căn group khi ông Ago Cambodia nè group Ago Cambodia đầm bay dừng chơi như chỉ là bắt ông pi nị tệ với thi trong cả đặt đầm mỏng từ thui cá nòng đấy được cầm cầm ti EB3 ní cứ chia này ca ở này nhà rầm cây luôn dương từ nơi thưa ca nòng đấy này ban thui cá nòng đấy hỡi những ban khai từ chiều pora nòng đấy càng thì sưu nạp bảo vốn đã bạn như việc bày nạp chặt mà chẳng những sông xoa cùng và bảo vốn được o thì là miền ca cho bảo cứ sông rít đi trong khi ông suốt một sạc để bày dương khi ông trong nhóm Kromon Ago Cambodia cứ đừng có đo là ca thì cố cho bal chun rồi ép cứ thay chun mà bốn nọ này ông pi rồi biết rồi bóp ông pi để tệ với thi này ca này đã nằm mong từ thu ca từ sau đó mình nhảy complete nhé nhầm xong tia ca cho rầm đã nằm mong thu ca nằm đây nè đã nằm mong phim ban chúa nên được pi là ban chúa cứ mùi cruza từ thu ngọc này và pun ai thơ ca bán bảo ở đây này chúa ở đây ai thơ ca bán bảo pun này chúa côn riêng nâu để việc chơi lại đời mình chăm bạch ở lùi thôi đã giúp đầm 7 năm nơi ban 5 năm miền sức bảo long cho sinh chết được việc on á bảo vốn nó on á cho nó bạn năng này bạn là chẳng là sum lương thực chất nó bảo vốn mình chăm bạch miền cu snai thì như thế mình chăm bạch riệp cà thế hay còn mình chăm bạch rút từ châu con nó vậy đôi để dương miền như thế bạn bảo vốn miền ca tổ mà đây tam số 3 năm mỗi chỉ đứng bảo vốn phần đặc khiêm là dây ní trong dây thằng cam bị chi ní cứ bảo vốn dây chóm còn là bong thay sờ va oi cầm hôn mê thì vi dương khiêm đấy cứ khang khiêm được trầm chuồn rồi cho đó bạn hay lẽ khả năng smart tôi luôn bảo vốn bạn 100 bát miền tháo tôi là bạn đục và tôi là bạn nhà bạn tôi là master tôi là doctor 100 bát tỷ bảo vốn con là miền cầm lăng sọ cầm lăng mòn tòm bảo vốn miền say bờ sát thom ra ba cha hello hallelujah đó và đăng bài này mà ông lê được biết là bảo vốn đã làm món cứ bảo vốn riêng ông lê và đã cả cốc đứa trẻ turn left turn right bọt truyền bọt sờ đầm trên đây bảo vốn á phải bật chia bọt máy phải làm chết rồi ngày trên đó bảo vốn á nằm chân sông lưỡi từ chân bảo vốn là miền ca cha bảo tiện tông sông là khu du còn sao là bây giờ khi mà càng Kromon Ago Cambodia để miền Mul Than ở đây thì Phnom Penh nâng đó là chỉ ca consultation về khối cho bảo chút bảo vốn đọc này ở ban chỉ bảo lót là bây bảo vốn này ri trong ca đã bịa đã làm mong từ phương cá nằm đây là chứ bảo vốn America sau sai trong ca bằng lui thay sờ và trong ca về khối cho bảo chút bảo vốn thì các bạn lẽ khả năng sầm khăn xâyที่bảo vốn trongประหยัดคือเปียแต่สอกกับเพียบล้อนะbảo vốn miền lẽ khănสอกกับเพียบมวยจำนวนบัดสันเชียใจตอนนี้บางคนมีปัญหาหนึ่งหายคือเติร์ดบานทีบางคนนะบาดอุตหะบางคนมีปัญหาสกปรกที่จมูกฉลองบาดทลามแต่ทงทงโอบาดระเบิดทงทงโอจะนับบางคนนะบาดนั่งไงใครเกิดมีเครื่องยินบาดมีเครื่องยินแต่ประเด็นเคยก็เติร์ดบานทีบางคนนะบาดนั่งไงนี่แต่สกปรกคือจมูกฉลองทงทงโอบาดแต่เครื่องยินบาดหรือกับบางคนกับพวกเด็กจบเบี้ยวนจมูกในปัญหาปรุงตัวจบในตลาดกาอันนั้นเติร์ดบานทีบางคนนะบาดเนี่ยตัวปัจจุบันพวกมันถ่ายไปกาเนี่ยจีกระเป๋าทอดนะกับVIP ก็ได้ก็ถือมันผ่านทีโดยสารบางคนมีปัญหาโดยเด็กชมบันเลิกลางบันนี้โดยเฉพาะบางคนถัดแท้สารสกปรก
អ្នកដែលមានចេតនាចង់ទៅនៅអាមេរិកនៅក្រុមកម្មវិធីនេះគឺបងប្អូនថែរក្សាសុខភាពជាណាបាទហើយបងប្អូនកុំមានចំនួនដែលមានប្រឹងផ្ដាល់ជាប់ក្នុងតុលាការគឺកុំឲ្យមានអសោះជាណាបងប្អូនណាកុំឲ្យមានតែមានគឺណែពិបាកបញ្ហាមានបញ្ហាពិបាករកស្រាយជាណាបាទហ្នឹងហើយបើសិនបងប្អូនណាធ្លាប់ទៅអាមេរិកហើយបើសិនធ្លាប់មានបញ្ហាជាមួយទូតអាមេរិកកាំងនៅភ្នំពេញយើងនេះក្បែរវត្តភ្នំនេះបាទដែលគេរកឃើញថាបងប្អូនបែបណាមួយក៏នឹងមានការលំបាកដែរចឹងណាបងប្អូនណាជាគូការណាបងអញ្ចឹងមកថាអ្វីគ្រប់យ៉ាងដើម្បីដឹងថាតើបងប្អូនមានគុណសម្បត្តិណាមានគុណវត្តមាន qualification ដែលដើម្បីដាក់ដំណងទៅធ្វើការនៅអាមេរិកបានទេបងប្អូនតាក់ទងមកខ្ញុំសិនមក you call me you chat me ចឹងណាបាទតាក់ទងមកខ្ញុំសិនដើម្បីយើងជជែកគ្នាថាតើបងប្អូនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដាក់ដំណងទៅធ្វើការនៅអាមេរិកទៅក្រុមកម្មវិធី EB3 Record សំខាន់គឺនិយាយចឹងសិនណាมันឆាយថ្លៃសេវាដែលពីគ្រូច្បងទេបងប្អូនណាបាទมันគិតថ្លៃសេវាពីគ្រូទេចឹងសូមបងប្អូនរីករាយជជែកជាមួយខ្ញុំស៊ូបងសាដើម្បីយើងដឹងថាតើបងប្អូនមានគុណសម្បត្តិបងប្អូនមានគុណវត្តដើម្បីដាក់ដំណងទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធី EB3 នេះឬយ៉ាងណាចឹងណាបងប្អូនសូមស្វាគមន៍ការជជែកគ្នាដោយក្តីរីករាយបាទមួយទៀតមុននឹងបញ្ចប់ការជំរាបជូនបងប្អូនគឺសម្រាប់បងប្អូនដែលមានចេតនាចង់បញ្ជូនកូនបញ្ជូនចៅទៅរៀននៅអូស្ត្រាលីបាទទោះជាថ្នាក់វិទ្យាល័យក៏ដោយទោះជាថ្នាក់បឋមថ្នាក់វិទ្យាល័យឬថ្នាក់មហាវិទ្យាល័យក៏ដោយបងប្អូនចង់ទៅរៀននៅអូស្ត្រាលីដើម្បីរៀនហើយបានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅអូស្ត្រាលីណាបាទសូមបងប្អូនតាក់ទងខ្ញុំលោកគ្រូកំសាដែរចឹងណាបងប្អូនតាក់ទងខ្ញុំខាងខ្ញុំក្រុមហ៊ុន Argo Cambodia នឹងផ្ដល់ការពិគ្រោះយោបល់ consultation ជូនបងប្អូនថាតើនៅពេលបងប្អូនចង់បញ្ជូនកូនបញ្ជូនចៅឲ្យទៅរៀននៅអូស្ត្រាលីថ្នាក់វិទ្យាល័យថ្នាក់មហាវិទ្យាល័យក៏ដោយរៀនហើយបានសិទ្ធិរស់នៅអូស្ត្រាលីយើងធ្វើយ៉ាងម៉េចគឺសូមបងប្អូនទូរស័ព្ទទំនាក់ទំនងមកខ្ញុំស៊ូបញ្ចាក់ដើម្បីពិគ្រោះគ្នាអំពីនីតិវិធីក្នុងការដាក់ដំណងទៅរៀននៅអូស្ត្រាលីដាក់ដំណងហើយបានសិទ្ធិរស់នៅអូស្ត្រាលីតទៀតគួរធ្វើយ៉ាងម៉េចសូមបងប្អូនតាក់ទងខ្ញុំស៊ូបញ្ចាក់ចឹងណាបាទបងប្អូនរៀនថ្នាក់វិទ្យាល័យក៏ដោយបងប្អូនរៀន Master បងប្អូនរៀនថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតក៏ដោយគឺតាក់ទងខ្ញុំចឹងណាបាទហើយសូមបញ្ជាក់ជូនផងដែរថាពីរឿងការដាក់ដំណងទៅរៀនអូស្ត្រាលីនេះបើសិនជាបងប្អូនចាំរៀនចប់កម្មវិធីសិក្សាបងប្អូនហើយចាំរកឱកាសដើម្បីស្វែងរកសិទ្ធិរស់នៅអូស្ត្រាលីគឺអត់បានទេអត់បានហួសពេល that's too late គឺនៅពេលណាដែលបងប្អូនទាំងអស់គ្នាចង់បញ្ជូនកូនចៅទៅរៀននៅអូស្ត្រាលីហើយបានសិទ្ធិរស់នៅតលថាអ្នកបងប្អូនមកជួបខ្ញុំទាំងស្រុងជួបខ្ញុំបាទនីតិវិធីក្នុងការដាក់ដំណងរៀនយ៉ាងម៉េចហើយគិតគូរពីរឿងសិទ្ធិរស់នៅយ៉ាងម៉េចគឺគិតពីដើមទីបាទរៀនក៏គិតទទួលបានសិទ្ធិរស់នៅក៏គិតបើកាលណាបងប្អូនរៀនឲ្យចប់ Bachelor សិនណាបងប្អូនរៀនឲ្យចប់ Bachelor បងប្អូនរៀនឲ្យចប់ Master សិនចាំគិតគូរពីរឿងសិទ្ធិរស់នៅ no that's too late ហួសពេលដូច្នេះបងប្អូនគិតគូរបញ្ជូនកូនឲ្យទៅរៀនឬក៏ខ្លួនឯងចង់ទៅរៀនបរិញ្ញាបត្រនៅអូស្ត្រាលីឬក៏ចង់ទៅរៀន Master អូស្ត្រាលីរៀនចប់ហើយបានសិទ្ធិរស់នៅតោះមកជជែកជាមួយខ្ញុំនៅស៊ូបន្សាក់ហើយជជែកពីដើមទីណាបងប្អូនរៀបចំដាក់ដំណងបដាបងប្អូនជជែកជាមួយខ្ញុំបដាអំពីស្វែងរកសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅអូស្ត្រាលីបដាយើងជាមួយគ្នាណាដាក់ដំណងទៅរៀនក៏ជជែកការគិតគូរសុំសិទ្ធិរស់នៅអូស្ត្រាលីក៏ជជែកជាមួយខ្ញុំបដាជាមួយគ្នាទាំងព្រមចឹងបងប្អូនណាបាទតិចខាងខ្ញុំរៀនចប់ហើយខ្ញុំមួយឆ្នាំខ្ញុំបង់30000ឥឡូវចប់ហើយបាទបើយើងមិនបានគិតគូរពីរឿងការសុំសិទ្ធិរស់នៅអូស្ត្រាលីតែពីដើមទីបាទហ្នឹងទៅសុំណាបានហួសពេលចឹងបងអូខេចឹងសរុបពីរឿងទៅរៀនអូស្ត្រាលីរៀនអ្នកបានសិទ្ធិរស់នៅបងប្អូនចាប់គិតគូរដាក់ដំណងទៅរៀនគឺសុំពីគ្រូច្បងជាមួយខ្ញុំមកហើយទាំងការដាក់ដំណងទៅរៀនទាំងសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅអូស្ត្រាលីគឺគិតគូរពីដើមទីរួចហើយចឹងបងប្អូនណាបាទគឺចឹងបាទហើយមួយទៀតក៏សូមលើកទឹកចិត្តដែរបងប្អូនណាដែលមានចេតនាចង់ទៅវិនិយោគអាមេរិកគេហៅកម្មវិធី EB5 បងប្អូនទៅវិនិយោគក៏បានសញ្ជាតិរស់នៅដែរបាទហើយកិច្ចការមួយចំនួនដូចជានៅប្រទេស Cyprus ដូចជានៅប្រទេសផ្សេងទៀតនៅអឺរ៉ុបបងប្អូនចង់ទៅទិញផ្ទះទិញសបាយគឺបងប្អូនខ្ញុំសូមស្វាគមន៍ដើម្បីមកពិគ្រោះយោបល់ជាមួយខាងខ្ញុំក្រុមហ៊ុន Argo Cambodia ដើម្បីខាងខ្ញុំជួយពិគ្រោះយោបល់ជូនបងប្អូនផងដែរចឹងណាបាទអរគុណណាបាទសូមជូនពរណាបាទសូមស្វាគមន៍បងប្អូនល្អគ្នាអាចតំណែងខ្ញុំស៊ូបន្សាក់
ពីរឿងការដាក់ដំងទៅធ្វើការនៅអាមេរិកនៅក្រមកម្មវិធី EB3 បាទអរគុណណាស់បាទសូមជូនពរខ្ញុំស៊ូមសានៅការក្រុមហ៊ុន Agro Cambodia នៅរាជធានីភ្នំពេញសូមអរគុណបាទ